បាទជំរាបសួរពុកម៉ែបងប្អូនជាប្រវត្តិទាំងអស់បាទជាទីគោរពជាទីស្រឡាញ់ខ្ញុំធ្វើការចែករំលែកទៀតហើយមិនចែករំលែកគេហៅជាយោបល់ទៀតហើយបាទយោបល់ខ្ញុំថ្ងៃនេះសូមការយោគយល់សូមការអធិស្ឋានបាទទោះជាខុសឬត្រូវលើសលប់ឬក៏ប៉ះពាល់យ៉ាងម៉េចសូមការយោគយល់ជាយោបល់ខ្ញុំគិតថាមិនមែនជាកំហុសហើយក៏មិនមែនជាការដែលយើងអវិជ្ជមានទេយោបល់បាទធ្វើបានក៏ធ្វើបាទធ្វើមិនបានយើងទៅតាមធម្មតាទៅហ្នឹងក៏ជាយោបល់គាត់គាត់ថាយោបល់នេះពឹងផ្អែកទៅលើការចូលរួមអភិវឌ្ឍសហគមន៍គិតទៅវាមែនតាតាំងពីឆ្នាំ93 94មកចូលរួមអភិវឌ្ឍសហគមន៍បាទវា20ឆ្នាំអញ្ចឹងដែរការងារសង្គមច្រើនដែរហើយមើលឃើញការវិវត្តនៅក្នុងប្រទេសនៅក្នុងពិភពលោកយើងគួរតែមានការដែលអាចផ្លាស់ប្ដូរខ្លះឬក៏ការកែតម្រង់ខ្លះទៅវាអាចធ្វើទៅបានបើមិនបានទេក៏ទៅតាមធម្មតាទៅគាត់ថាជាយោបល់ក្នុងនាមប្រជាពលរដ្ឋយើងក៏មានយោបល់ដែរសម័យប្រជាធិបតេយ្យសម័យការអភិវឌ្ឍវិច្ចេកវិទ្យាការអភិវឌ្ឍយើងឃើញការរីកចម្រើនបាទច្រើនហើយបាទមុនការចាប់ផ្ដើមរបស់ចំណុចរបស់ខ្ញុំហ្នឹងគឺយើងឃើញអភិវឌ្ឍនិយាយពីកម្ពុជាយើងមានមោទនភាពប្រជាពលរដ្ឋកម្ពុជាយើងមានមោទនភាពយើងគិតមើលថារាប់ពាន់ឆ្នាំហើយបាទថាតើរាប់ពាន់ឆ្នាំកន្លងផុតទៅតើយើងមានសន្តិភាពច្រើនដោយសម័យដូចចូលទេគឺមិនមានទេហើយហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសបាទថ្មីយើងឃើញច្រើនបាទដូចជាផ្លូវលបឿនលឿនដូចជាកំពង់ផែបាទលានយន្តហោះហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងខេត្តបាទអានោះគឺមានការលូតលាស់ច្រើនហើយជាច្រើនទៀតដែលយើងមិនអាចរៀបរាប់បានទេគាត់ថាចំណុចគោលហើយទិសដៅរបស់យើងឃើញសក្តីរំពឹងយើងក្នុងនាមប្រជាពលរដ្ឋក៏យើងត្រូវមានក្តីរំពឹងបាទស្របទៅតាមយុទ្ធសាស្ត្ររដ្ឋាភិបាលដែរតែនឹងមានរីកចម្រើនច្រើនជាងនេះទៀតល្អបាទតែសូមបើកវងកញ្ចក់តិចខ្ញុំគិតថានៅទីក្រុងភ្នំពេញបើអាចទេអ្នកមានជួយទៅគឺធ្វើផ្លូវឲ្យឆ្លងស្ពានអាកាសឆ្លងតាមស្តុបមួយកុំឲ្យស្ទះថ្ងៃនេះស្ទះ1ម៉ោងជាងបើកមកងោកដែរបាទហ្នឹងហើយបាទហើយសូមបើកវងកញ្ចក់នឹងតិចវាអាចជួយទៅបានល្អព្រោះទៅប្រទេសគេវិញយើងទៅយើងគឺសុបាយឃើញប្រទេសគេផ្លូវល្អបាទអញ្ចឹងទេត្រឡប់មកចំណុចដែលខ្ញុំចង់ជាយោបល់ថ្ងៃនេះគឺជាគំនិតរបស់ខ្លួនខ្ញុំផ្ទាល់ទេហើយមើលឃើញដោយសារ